ក្រុមហ៊ុនកណ្ដុងបានបញ្ចេញកាមេរ៉ា Cinema Line ចំនួន3គ្រឿងទៀតនៅលើដៃរបស់ខ្ញុំនេះម៉ាកវាគឺ C80 កាមេរ៉ានេះថតបាន 6K ហើយនឹង Full Frame ផងដែរហើយនៅលើតុ3គ្រឿងនេះគឺជា model ចេញថ្មីសម្រាប់ដាក់ឲ្យយើងតេស្តមើលនេះគឺរូបរាងពីខាងក្រោយកាមេរ៉ា C80 នេះពីចំហៀងហើយនេះមើលពីលើទៅឃើញថាស្អាតស័ក្តិសមជា Cinema របស់គេមែនហើយធ្ងន់ណាស់ប៉ុន្តែរូបរាងនៅតែដូចកាមេរ៉ាថតរូបដដែលតែទោះជាយ៉ាងណាក៏អត់បញ្ហាដែរព្រោះកាមេរ៉ាកាន់តែទូចកាន់តែងាយស្រួលក្នុងការប្រើប្រាស់ដូចជាថ្លឹងលើ gimbal ឬក៏ឧបករណ៍អីផ្សេងខ្ញុំឃើញមានកាមេរ៉ាមួយប្រភេទទៀតឈ្មោះវា C50 ខ្ញុំបានតែមើលខ្លះៗដែរឃើញថា auto focus គេចាប់បានល្អរូបរាងវាទូជាងកាមេរ៉ា C80 ប៉ុន្តែអានេះថតបាន 7K ហើយបើមួយនេះវិញ EOS R5C នេះថតបាន 8K ហើយទូជាងអាមុនទៀតទូជាងអា C50 ទៀតអញ្ចឹងសម្រាប់ spec detail បងប្អូនទាំងអស់គ្នាអាចចូលមើលនៅក្នុង website បានឬក៏ចូលមើលក្នុងអ៊ីនធឺណិតទៅហើយ spec អីខ្លះដែលអ្នកនរគ្នាចង់ដឹងអាចឆែកម្ដងមួយនៅក្នុងអ៊ីនធឺណិតបានសម្រាប់អ្នកចូលចិត្តប្រើកណ្ដុងហើយ fan កណ្ដុងតាំងពីដើមមកអាចចង់ផ្លាស់ប្ដូរទៅថត cinema វិញអាចគិតគូរមើលបានដែរហើយនេះគឺជា spec detail ខ្លះដែលខ្ញុំថតពីអេក្រង់មកឃើញថាកាមេរ៉ានីមួយៗមាន spec ផ្សេងគ្នាមានអត្ថប្រយោជន៍ផ្សេងគ្នា